ការទី6បាទការយកចិត្តទុកដាក់ទៅវិញទៅមករវាងបុគ្គលនិងរដ្ឋប្រទេសនីតិរដ្ឋមានការយកចិត្តទុកដាក់និងការលះបង់ឲ្យគ្នាទៅវិញទៅមកពីសំណាក់បុគ្គលនិងរដ្ឋពីរដ្ឋទៅបុគ្គលកាលណាយើងនិយាយពីបុគ្គលនេះគឺសំដៅទៅលើប្រជាពលរដ្ឋម្នាក់ណាយើងនិយាយពីរដ្ឋនេះសំដៅទៅលើប្រទេសទៅលើក្បាលម៉ាស៊ីនដឹកនាំអញ្ចឹងនៅក្នុងប្រទេសនីតិរដ្ឋប្រជាពលរដ្ឋម្នាក់ចូលរួមគ្រប់សកម្មភាពនៅក្នុងការជួយកសាងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនប្រជាពលរដ្ឋចូលរួមបង់ពន្ធជូនរដ្ឋចូលរួមគោរពច្បាប់សង្គមចូលរួមនៅក្នុងការបំពេញការងារបម្រើឲ្យជាតិមាតុភូមិរបស់ខ្លួនចូលរួមការពារទឹកដីអញ្ចឹងទាំងអស់ហ្នឹងគឺជារូបភាពបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ប្រជាពលរដ្ឋឬក៏ពីសំណាក់បុគ្គលចំពោះរដ្ឋាភិបាលចំពោះអ្នកដឹកនាំអញ្ចឹងប្រជាពលរដ្ឋគាត់លះបង់ច្រើនគាត់រស់នៅក្នុងប្រទេសមួយបាទគាត់ដាក់ចិត្តដាក់កាយគោរពតាមលក្ខខណ្ឌនិងគោលការណ៍ទាំងឡាយឬក៏ច្បាប់ទាំងឡាយដែលគេបានចែងនៅក្នុងប្រទេសមួយបាទរស់នៅក្រោមការដឹកនាំអញ្ចឹងប្រជាពលរដ្ឋគាត់លះបង់គោរពទៅតាមអ្វីដែលរដ្ឋបានកំណត់អញ្ចឹងរដ្ឋចង់ធ្វើអីអញ្ចឹងប្រជាពលរដ្ឋម្នាក់គឺត្រូវតែគោរពតាមចូលរួមគោរពស្រឡាញ់ការពារជាតិមាតុភូមិគោរពស្រឡាញ់ថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋហ៊ានលះបង់ហ៊ានពលីជីវិតដើម្បីប្រទេសជាតិមាតុភូមិរបស់ខ្លួនទៀតចឹងនេះបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់បុគ្គលឬក៏ប្រជាពលរដ្ឋទៅលើរដ្ឋាភិបាលទៅលើប្រទេសជាតិរបស់ខ្លួនចុះរដ្ឋនេះយកចិត្តទុកដាក់ទៅលើបុគ្គលទៅលើប្រជាពលរដ្ឋយ៉ាងម៉េចដែលនៅក្នុងប្រទេសនេះគឺរដ្ឋបាទរដ្ឋគេយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋរបស់គេម្នាក់បាទយកចិត្តទុកដាក់ទៅលើបញ្ហាអីខ្លះវាតាក់ទងទៅនឹងសេវាសុខភាពគេជួយប្រជាពលរដ្ឋរបស់គេប្រជាពលរដ្ឋមានជំងឺអីគេជួយផ្ដល់នៅសេវាថែទាំសុខភាពប្រកបទៅដោយគុណភាពឥតបង់ប្រាក់ឆ្នាំឬក៏2ឆ្នាំទៅគេឲ្យប្រជាពលរដ្ឋមន្ត្រីរាជការរបស់គេនឹងគឺទៅពិនិត្យសុខភាពម្ដងអញ្ចឹងទៅដើម្បីឲ្យដឹងបើកើតមានជំងឺអីគេអាចដឹងមុនការពារជួយព្យាបាលទាន់ពេលវេលាពីព្រោះកាលណាកើតមានជំងឺឈឺធ្ងន់ធ្ងរអញ្ចឹងខាតលុយមិនតែខាតប៉ះពាល់ទៅលើជីវភាពប្រជាពលរដ្ឋខ្លួនឯងទេប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិទេប៉ះពាល់ទៅដល់រដ្ឋព្រោះរដ្ឋត្រូវចំណាយដើម្បីផ្ដល់សេវាថែទាំសុខភាពទៅដល់ប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ធ្ងរនេះជាការយកចិត្តទុកដាក់មួយយកចិត្តទុកដាក់យ៉ាងម៉េចទៀតហើយរដ្ឋគេផ្ដល់ប្រាក់ខែឲ្យប្រជាពលរដ្ឋរបស់គេឲ្យមន្ត្រីរាជការគេស៊ីគ្រប់អញ្ចឹងកាលណាប្រជាពលរដ្ឋមន្ត្រីរាជការដល់ចូលបម្រើការងារឲ្យរដ្ឋអញ្ចឹងរដ្ឋាភិបាលគេឲ្យប្រាក់ខែខ្ពស់មកទៅលើមន្ត្រីរាជការរបស់គេតែគឺអាចចិញ្ចឹមខ្លួនឯងបានចិញ្ចឹមគ្រួសារបានហើយនឹងសល់អាចសន្សំទុកថ្ងៃក្រោយបានទៀតគេឲ្យតម្លៃការងារបាទគេឲ្យតម្លៃទៅលើប្រជាពលរដ្ឋរបស់គេហើយមិនថាអ្នកប្រើកម្លាំងបញ្ញាទេអ្នកចេះដឹងទេសូម្បីតែអ្នកដែលធ្វើការងារបែបកម្លាំងកាយក៏រដ្ឋគេឲ្យប្រាក់ខែខ្ពស់បាទធ្វើការងារទាំងការងារពេញម៉ោងការងារក្រៅម៉ោងបាទ part time និង full time គឺគេឲ្យប្រាក់ម៉ោងខ្ពស់ប្រាក់ប្រចាំខែខ្ពស់បាទទាំងការងាររដ្ឋទាំងការងារឯកជនគឺដូចគ្នាបងប្អូនមួយចំនួនគាត់មានការយល់ដឹងច្រើនហើយតាក់ទងទៅនឹងប្រទេសមួយចំនួនដែលគេខ្លាយទៅជាប្រទេសនេះជារដ្ឋគេគោរពច្បាប់បានល្អហើយរដ្ឋគេយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋរបស់គេបាទគេឲ្យប្រាក់ខែប្រជាពលរដ្ឋរបស់គេធ្វើការនៅក្នុងប្រទេសគេឲ្យប្រាក់ខែខ្ពស់ប្រទេសមួយចំនួនពលករដែលមកពីក្រៅប្រទេសពេលខ្លះគេឲ្យប្រាក់ខែទាបជាងប្រជាពលរដ្ឋរបស់គេនៅក្នុងស្រុកទៀតក៏មានដែរចឹងប្រទេសនេះជារដ្ឋគេយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់គេបែបនោះពីព្រោះគេគិតថាកាលណាប្រជាពលរដ្ឋរបស់គេរស់នៅបានសុខស្រួលមាន
ប្រាក់ខែចាយវាគ្រប់គ្រាន់គឺប្រជាពលរដ្ឋរបស់គេគឺនឹងងាកមកជួយបម្រើការងារជូនប្រទេសជាតិគ្រប់ស្រឡាញ់ថ្នាក់ដឹកនាំគ្រប់ស្រឡាញ់រដ្ឋាភិបាលជាធម្មតាកាលណាប្រជាពលរដ្ឋកាលណាមន្ត្រីរាជការធ្វើបម្រើឲ្យការងារមួយមានប្រាក់ខែស៊ីគ្រប់គ្រាន់អញ្ចឹងគាត់ធ្វើការងារនឹងបានល្អណាស់លោកគាត់បដោតទៅលើការងារនឹងបំពេញតែការងារនឹងគឺលទ្ធផលដែលគាត់ទទួលបាននឹងគឺទទួលបាននឹងប្រាក់ខែស៊ីគ្រប់គ្រាន់អញ្ចឹងគាត់យកចិត្តទុកដាក់ចំពោះការបំពេញការងាររបស់គាត់បានល្អគាត់មិនមានកម្រិតបើទៅរកការងារផ្សេងបន្ថែមទៀតដែលធ្វើឲ្យប៉ះពាល់ការងារតខ្លួនរបស់គាត់នៅកន្លែងដើមពីព្រោះមនុស្សកាលណាតែប្រាក់ខែស៊ីមិនគ្រប់គាត់ចាប់ផ្ដើមគិតទៅរកការងារផ្សេងបន្ថែមក្រៅម៉ោងទៀតឬក៏បង្កើតឲ្យមាននៅអំពើពុករលួយផ្សេងទៀតពីព្រោះមនុស្សគិតដើម្បីធ្វើម៉េចឲ្យបានលុយតាក់ទងទៅនឹងបញ្ហានេះគឺសំខាន់ណាស់ព្រោះអានឹងវាជាដើមហេតុមួយដែលធ្វើឲ្យកើតមាននៅអំពើពុករលួយចាប់ផ្ដើមមានកំណត់ធ្វើអ្វីផ្លេសផ្លាស់ហើយមិនមែនតែអំពើពុករលួយទេបាទនឹងការងារដែលបំពេញមិនល្អប៉ុណ្ណឹងទេវាអាចនាំឲ្យកើតមាននៅអំពើផ្សេងទៀតតាក់ទងទៅនឹងការមិនគោរពច្បាប់ដូចជាដើមវាជាដើមហេតុប៉ុន្តែពេលខ្លះយើងអត់ដឹងអញ្ចឹងកន្លែងនេះគឺសំខាន់អញ្ចឹងប្រទេសនេះជារដ្ឋគេយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋបែបហ្នឹងពីព្រោះគេគិតថាប្រជាពលរដ្ឋរបស់គេគឺជាអ្វីសពបែបយ៉ាងសម្រាប់ប្រទេសមួយសម្រាប់អ្នកដឹកនាំសម្រាប់រដ្ឋាភិបាលរបស់គេអត់ទុកប្រជាពលរដ្ឋគេចោលទេគេមិនឲ្យប្រជាពលរដ្ឋរបស់គេជួបការលំបាកទេទាំងជីវភាពទាំងសន្តិសុខសុវត្ថិភាពបាទគេការពារជូនប្រជាពលរដ្ឋរបស់គេមានបញ្ហាអីក៏ដោយគឺជួយការពារបាទគេគោរពច្បាប់គេគោរពស្រឡាញ់ប្រជាពលរដ្ឋរហូតដល់ប្រទេសខ្លះគេជួយចិញ្ចឹមប្រជាពលរដ្ឋរបស់គេទីក៏មានប្រជាពលរដ្ឋខ្លះចាស់ទៅរដ្ឋគេជួយចិញ្ចឹមអត់លំបាកហើយសិស្សនិស្សិតដែលរៀនអត់មានលុយរៀនបាទរដ្ឋគេជួយបង់លុយចេញឲ្យរៀនបាទចេញថ្លៃសាឲ្យទៀតសិស្សដែលរៀនចប់ចំណេះទូទៅចូលរៀនមហាវិទ្យាល័យបាទអត់លុយបង់ថ្លៃសាលារដ្ឋគេឲ្យលុយផ្សេងគេឲ្យបោះបង់បាទចឹងបើសិនជាគាត់បោះបង់គឺរដ្ឋគេធានាគេឲ្យលុយខ្ចីដើម្បីរៀនបន្តរៀនមហាវិទ្យាល័យទៅ4ឆ្នាំទៅ1ឆ្នាំបង់ប្រមាណណាថ្នាក់បញ្ញាបត្រមួយឆ្នាំឧទាហរណ៍បង់1000ទៅ4ឆ្នាំ4000រដ្ឋជួយបង់ឲ្យទៅបើអត់លុយរៀនចប់មានការងារធ្វើមានប្រាក់ខែរដ្ឋគេកាត់លុយប្រចាំខែវិញមួយខែប្រមាណបាទធ្វើការបានប្រាក់ខែ2000 3000រដ្ឋកាត់មួយខែប្រមាណ200 500អីចឹងទៅប្រមាណខែប្រមាណឆ្នាំកាត់រួចទៅតាមនឹងអញ្ចឹងរដ្ឋគេយកចិត្តទុកដាក់បាទគេអត់ឲ្យប្រជាពលរដ្ឋនឹងជួបការលំបាកឬក៏បោះបង់ដោយជាពិសេសគេប្រទេសនេះជារដ្ឋប្រទេសដែលរីកចម្រើនគេធានាបាននៅទីផ្សារការងារនៅក្នុងស្រុកនៅក្នុងប្រទេសសម្រាប់សិស្សនិស្សិតឬក៏អ្នកសិក្សារៀនសូត្រដែលគាត់មានចំណេះដឹងមានសមត្ថភាពគាត់បញ្ចប់ការសិក្សាមកចេញមកគឺมันខ្វះទីការងារធ្វើចង់រកការងារធ្វើរដ្ឋគេជួយទៀតណាគេធានាបានទីផ្សារការងាររបស់គេសម្រាប់ប្រជាពលរដ្ឋរបស់គេមិនឲ្យប្រជាពលរដ្ឋពិបាកទៅធ្វើការងារនៅក្រៅប្រទេសឬក៏ទៅធ្វើការងារកន្លែងផ្សេងឬក៏អត់ការងារធ្វើទេគឺវាធានាបានបែបហ្នឹងហើយការងារមិនត្រឹមតែមន្ត្រីរាជការទេបាទកម្មករនយោជិតអ្នកដែលប្រើកម្លាំងកាយក៏គេឲ្យប្រាក់ខែខ្ពស់គេឲ្យប្រាក់ខែស៊ីគ្រប់គ្រាន់អញ្ចឹងរដ្ឋគេយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់គេបែបហ្នឹងអញ្ចឹងសិស្សនិស្សិតដឹងតែខំរៀនបាទធ្វើម៉េចរៀនឲ្យមានចំណេះដឹងច្បាស់លាស់អញ្ចឹងចេញទៅដឹងតែមានការងារធ្វើពេលហ្នឹងមនុស្សនាំគ្នាប្រឹងរៀនឲ្យតម្លៃទៅលើការសិក្សាពីព្រោះអីពីព្រោះគេគិតថាកាលណាខំរៀនទៅរៀនចេះរៀនចប់ដឹងតែមានការងារធ្វើមានប្រាក់ខែស៊ីគ្រប់គ្រាន់ទទួលបានលទ្ធផលជាទីពេញចិត្តពីការខិតខំប្រឹងប្រែងពីការសិក្សាកាលណាប្រទេសមួយសិស្សនិស្សិតគាត់រៀនចប់ទៅអត់មានការងារធ្វើបើមានការងារធ្វើប៉ុន្តែប្រាក់ខែស៊ីមិនគ្រប់
chẳng mình nhẹ sắc xa phát không bằng riêng thì cô có tích tha riêng đấy có phải đăng tờ ca nghi nà thử hỏi bà bàn ca nghi thử có phải khai xin group chẳng vì khác mình xâm lại chất bóng bóng ca sắc xa mình ọt áo tầm lại từ lưỡi ca sắc xa riêng sâu còn ta nơi không có thấy ni chỉ rót cái thần địa bàn bài năng khi chui khi vô chất tục đạn từ lưỡi bị chìa rót mà nè mà nói bị chìa rót là chu ca lòng bạc thưa ca nghi chun rót ở tra khai si group rót cái thần địa bàn khi xa ca nghi sầm rạp bị chìa rót bạc đi nè sầm rạp đi xét đây mình chọc ca sắc xa đăng từ biên ca nghi thứ đăng từ biên tra khai si group rồi chẳng nó pe nắng mà luôn chẳng sao thì sẽ có không riêng chẳng vì chui bằng cái làคุณภาพในการอบรมวิทย์นะจ๊ะการนำมีการยกเช็ดตกด่าปีสำนักรถแต่หรือบุคคลแต่หรือวิธีรถวิช่วยbằng cáiในคุณภาพไปตามวิสัยไปตามไหนที่นุขัดคอมศึกษาเรียนสูตรเอาจำไรแต่หรือการศึกษาเรียนสูตรบ้านมันบัดจับประคอมคือมันลุกปรังไอ้ได้มาดองให้ในขนมประเทศนี้ที่รถดอกโอนมันแมงตายเนี่ยเจ๊ดังที่ได้ที่เอาจำไรนู่นยืนสิเนี่ยช่วยการนี้ปลายกำลังกายอย่างไรก็รอดที่ยศตุกดาที่เอาจำไรใครปูละการกลัวบอกโอนเรียนสูตรมันบานเจ๊ดังเจริญเจ๊มันบานกลัวvà bông từ thưa ca nghi ấy cả đó có ban trả khai phù cả na bài năng cứ bị chia phù phù nơi ban sưu còn rất chi vào phí có thu thí cả na biên ca dốc chất tốc đắc rồiวิ่งบุกโกลงรถrồiวิ่งรถแต่เลยบุกโกลbài năng ban nó lẽ vongเอาที่từวิ่งมองจังประเทศนั้นรู้เลยมีศพมีซ้อนตะพีมีพิษศพกระดมถอยประเทศนั้นงีริจำร้านที่ทั่วมาได้ประเทศมุ้ยใดก็รูปฉบับถอยมีการยกจัดตกดักชมพูนี้ตัววิ่งตัวมอกหรือวิ่งรถนั่งบุกโกหรือวิ่งบุกโกนั่งรถประเทศนั้นริจำร้านดีแต่ละมันมีการกรูปฉบับมีการมีในอำเภอซีในขนมสังคมในขนมประเทศนั้นมีการมีในปัญหาซ้อนแต่ศพมีการมีในอำเภอปกลุยมีการมีในการรวมโลบเปลี่ยนซีมีการมีในการมันกรุบฉบับมันไทยจริงนะแต่นากับรัฐในอำเภอปกลุยในขนมประเทศมูลมีพิโรธผู้จังประเทศนั้นมันมีดีจำราญปัญหาซ้อนแต่ศพการมันกรุบฉบับอำเภอปกลุยส่งครีมchỉ đàoแต่พอนั้นวิธีอุปสรรคมุ้ยได้แรงตุกมันนี้ทั่วเอาแต่เตมุ้ยริจมาแต่หมกบานพอท่าปีบาคอมปรังยางนากับดอยไปจีบรอดคอมปรังยางนากับดอยแต่ในการมีเนิมเปิดปกลุยยังไปจีบรอดดูในจูกาลบางตากรุบฉบับบานต่างออกนี้คือวิธีดังให้ในไว้ต่างออกจังประเทศนี้จีรอดไปเชียร์ปรอดบอกที่สลันแต่ไปจิตตัดใบบอกที่ยกเจ็ดตกดักจูรุมจีมือรอดท่าปีบาบอกที่หอยรอดท่าปีบานก็ยกเจ็ดตกดักแต่เลยไปเชียร์ปรอดบอกที่ซักซาประเทศแต่คล้ายไปที่ประเทศนี้จีรอดประเทศได้เกี่ยวกับรูปฉบับบานออกประเทศนั้นกำรอทัดในครั้งที่ใครรอประเทศนั้นการดื่มร้านจังประเทศมูคลายไปเชียร์ประเทศนี้จีรอดในปีได้ฉบับบานที่ดักยมอาณาวัดมีประสิทธิภาพไปจีบรอดในขนมประเทศจูรูมกรุบฉบับบานต่างออกนี้ไปจีบรอดปล่อยบานที่พอดอนเลยสิทธิ์ใส่พีบเขาฉบับได้ที่บุกการหลายวิธีฉบับได้หล่อสุกรัตนังเวียนยุติทัวบ่มราอ้อยพอประโยชน์ร่วมพอประโยชน์ไปจีบรอดเขาไปจีบรอดดักเจ็ดดักกายกรุบฉบับต่างออกนี้เตียงเนี้ยดักนวมเตียงเนี้ยท่านในกรองกาดักนวมขมิ้นเนี่ยนางกุยลือฉบับขมิ้นเนี่ยนารุเตอร์รุมโลบุ่มปีนฉบับหรือก็รุมโลบุ่มปีนปะปอตลอดศึกษาทิพย์หรือก็พอไปยาวจมูกนี้แต่วิ่งระบบจังการนาถือบานใบนี้วิธีเอาแต่เต็มมุ้ยมีนศกมีนซอนเดพีบมีนกาอภิวัตริจมราอน
ឆាប់រហ័សហើយនឹងមានការគោរពច្បាប់បានល្អទាំងអស់គ្នាដែលអាចធានាឲ្យប្រទេសមួយคล้ายទៅជាប្រទេសនីតិរដ្ឋបានយ៉ាងពិតប្រាកដនៅក្នុងប្រធានបទរបស់ខ្ញុំនិយាយតាក់ទងទៅនឹងប្រទេសនីតិរដ្ឋនេះគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូននឹងមានការយល់ដឹងមួយចំនួនបន្ថែមទៀតបាទទៅលើបញ្ហានេះហើយនឹងមានការយល់ដឹងជាពិសេសទៅលើបញ្ហារបស់ប្រទេសនីតិរដ្ឋនេះបាទតើប្រទេសនីតិរដ្ឋជាប្រទេសបែបម៉េចបាទសូមអរគុណបងប្អូនច្រើនសូមរងចាំទស្សនានៅប្រធានបទថ្មីបន្ថែមទៀតបាទនៅវីដេអូលើក្រោយបាទសូមអរគុណបងប្អូន